សម្ពោធជាមួយនឹងមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខហើយសំខាន់ថែមទៀតនោះគឺទទួលបាននៅការទំនុកចិត្តខ្ពស់ចំកណ្ដាលរាជធានីភ្នំពេញដែលជាទីតាំងដ៏ល្អបាទ យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញវត្តមានដល់ខ្ពង់ខ្ពស់របស់អាយដាមអ្នកអង្គការលោកជំទាវលោកស្រីនាងកញ្ញាសូមមេត្តាក្រោកឈរឡើងត្រៀមគោរពនៅភ្លេងជាតិនៃប្រជាជាតិកម្ពុជា ជាបន្តខ្ញុំបាទមានកិត្តិយសអញ្ញាសូមគោរពអញ្ជើញវត្តមានកំពស់របស់លោកហងតារានាយកគ្រប់គ្រងទូទៅនៃមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខមេត្តាផ្ដល់កិត្តិយសឡើងមកកាន់វេទិកាដើម្បីថ្លែងនៅសន្ទរកថាបាទសូមគោរពអញ្ជើញបាទ ខ្ញុំបាទសូមសម្ដែងនៅការគោរពចំពោះលោកអង្គការហឹមហុងសូមអនុញ្ញាតគោរពលោកសុកហឿននិងលោកស្រីតាំងកាយូដែលជាស្ថាបនិកមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខថ្ងៃនេះមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខបានបើកដំណើរការផ្ដល់សេវាវិជ្ជសាស្ត្រដល់អតិថិជនរបស់ខ្លួនចាប់ពីខែវិច្ឆិកាឆ្នាំ2024រហូតមកដល់ពេលនេះគឺមានរយៈពេល4ខែនិង20ថ្ងៃគត់ អបអរសាទរពិធីបើកសម្ពោធជាផ្លូវការមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខ